ទីហ្វុងប៊ូឡាឡូនៅវៀតណាមសម្រាប់មនុស្ស13នាក់និងរបួស46នាក់រដ្ឋបាលបាននិយាយថាព្យុះទីហ្វុងប៊ូឡាឡូបានបក់បាក់កាត់ឆ្នេរសមុទ្រប្រទេសវៀតណាមកាលពីថ្ងៃច័ន្ទដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់13នាក់និងរបួស46នាក់ខណៈដែលមួយជាមួយខ្យល់បក់ខ្លាំងនិងភ្លៀងបានបំផ្លិចបំផ្លាញផ្ទះសម្បែងដាច់បណ្ដាញអគ្គិសនីនិងផ្លូវលិចទឹកទីភ្នាក់ងារអាកាសធាតុជាតិបាននិយាយថាព្យុះទីហ្វុងប៊ូឡាឡូបានកំពុងឆ្ពោះទៅប្រទេសឡាវបន្ទាប់ពីការបក់បក់នៅព្រឹកថ្ងៃច័ន្ទហើយបានបក់បក់ឡើងនៅរលកខ្ពស់រហូតដល់8ម៉ែត្រ26ហ្វីតនៅពេលដែលបានផ្លាស់ទីតាមឆ្នេរសមុទ្រភាគកណ្ដាលភាគខាងជើងទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋាភិបាលវៀតណាមបាននិយាយថាក្នុងចំណោមអ្នកបាត់ខ្លួនមានអ្នកនេសាទដែលទូករបស់ពួកគេត្រូវបានរលកទាំងនៅឆ្ងាយពីខេត្តខ្វាំងត្រីខណៈដែលទូកនេសាទផ្សេងទៀតបានបាត់ការតាក់ទងបើយោងតាមសារព័ត៌មាន Reuters រដ្ឋបាលវៀតណាមបានជំរាបមនុស្សជាង 28,500 នាក់មុនពេលព្យុះទីហ្វុងវាប្រហារខណៈដែលជើងហោះហើររាប់រយត្រូវបានពន្យាពេលឬលុបចោលដោយការបិទយន្តហោះចំនួន4នៅក្នុងខេត្តភាគកណ្ដាលបើតាមរដ្ឋាភិបាលវៀតណាមព្យុះទីហ្វុងប៊ូឡាឡូបានបំផ្លិចបំផ្លាញផ្ទះជាង 44,000 ខ្នងទឹកចំនួនដំណាំ 6,000 ហិកតា ហើយបានកាត់ផ្តាច់ការចូលទៅកាន់តំបន់មួយចំនួននាយករដ្ឋមន្ត្រីវៀតណាមលោកផាញ់មីនជីងបានបញ្ជាឲ្យក្រសួងការពារជាតិនិងសន្តិសុខសាធារណៈបញ្ជូនកងទ័ពនិងប៉ូលីសជាបន្ទាន់ដើម្បីជួយទប់ទល់នឹងការព្យុះភ្លៀងដ៏កំណាចមួយនេះរដ្ឋាភិបាលបាននិយាយថាទឹកបានកើនឡើងដល់កម្រិតប្រកាសអាសន្ននៅក្នុងទន្លេនិងអាងស្តុកទឹកក្នុងខេត្ត Niki and Hating និងថៃអាវគណៈដែលប្រជាជនរាប់ម៉ឺនគ្រួសារក៏ទទួលរងការដាច់ចរន្តអគ្គិសនីផងដែរ